ទេសភាពពេលព្រឹកក៏ជាទូទៅក្តៅខ្ទង់ម៉ោង9 កន្លះនៅឥណ្ឌានេះក្តៅខ្លាំងអូឃើញផ្កាសហ្នឹងដោយសារតែវាចិត្តរដូវកាល winter រដូវកាលត្រជាក់អញ្ចឹងផ្កាហ្នឹងវារីកចេញឡើងដល់លើដើរទៅថ្នាក់ម្នាក់ឯងដោយសារតែអ្នកខ្លះទៀតគេញ៉ាំអីហើយគេទៅថ្នាក់មុនអញ្ចឹងយើងទៅម្នាក់ឯងតាមក្រោយប៉ុន្តែទៅថ្នាក់អត់យឺតអីទេដោយសារថ្នាក់ចាប់ផ្ដើមម៉ោង 10 អញ្ចឹងយើងទៅម៉ោង 9:50 ឬក៏ 40 អីយើងអាចទាន់ថ្នាក់របស់យើងនេះទស្សនភាពសាលាអញ្ចឹងសាលាយើងមានទឹកមានភ្នំខាងអគារដូចក្នុងវីដេអូនេះគឺអគារហ្នឹងកន្លែង teaching block កន្លែងបង្រៀនណាហើយចំណែកផ្លូវខាងនេះវិញគេដើរទៅត្រង់ហ្នឹងគឺកន្លែងsport complex មានន័យថាកន្លែងកីឡាផ្សេងមាន badminton មានកន្លែងហាត់ប្រាណអីអញ្ចឹងនៅក្នុងកន្លែង block នេះតែកន្លែងដែលបាំងកញ្ចក់នេះគឺកន្លែងកីឡាផ្សេងដែលគេត្រៀមធ្វើបន្ថែមទៀតកន្លែងនេះកន្លែង tennis ខាងនេះវិញកន្លែងបាល់បោះហើយនឹង badminton ក្តៅខ្លាំងថ្ងៃចេញមកស្រាក់ចាប់ដើមស្មើហ្នឹងបែកញើសខ្ចាយកន្លែងនេះក៏ទីធ្លារបស់សាលាដែរអញ្ចឹងកន្លែងប្រអប់នេះគឺកន្លែងគេដាក់យុត្តិគឺជាផែនទីរបស់សាលាមានអីគេខ្លះសាលាមានទាំងអស់ commercial shop កន្លែងលក់អីវ៉ាន់លក់អីសិស្សមកទិញនៅហ្នឹងហើយប៉ុន្តែគេហ្នឹងកន្លែងនេះមានកន្លែង salon កន្លែងនេះកន្លែង salon កាត់ស្បែកផ្សេងហើយកន្លែងវាលនេះអាហ្នឹងកន្លែង cricket តែពួកឥណ្ឌាល្បីខាង cricket ហ្នឹងមើលទីតាំងចំនេះខាង cricket កន្លែងនេះវិញកន្លែងបាល់ទាត់ធំដូចគ្នាព្រឹកហ្នឹងគឺកន្លែងសាសនាដែរកន្លែងនេះគឺកន្លែងម៉ាស៊ីនភ្លើងកន្លែងការផ្គត់ផ្គង់អគ្គិសនីទៅកាន់កន្លែងផ្សេងនៅក្នុងបរិវេណសាលាប៉ុណ្ណាណៃក្តៅណាស់អញ្ចឹងក្នុងសាលាវាមានផ្លូវខ្វាត់ខ្វែងច្រើននេះផ្លូវទៅកន្លែងបង្រៀនឬក៏កន្លែងរៀនហើយទឹកកន្លែងផឹកទឹកស្អាតផឹកទឹកអីហ្នឹងទេសភាពចាប់ទេសភាពមួយបន្តដំណើរទៅមុខទៀតជិតដល់សាលានៅខាងមុខការស្អាតមែនទែនយើងមើលជិតដល់សាលាប្រហែលជាដល់កន្លែងរៀនបន្ទប់រៀនប្រហែលជា5 នាទីទៀតដល់នេះមករួមថ្នាក់គាត់ជិះកង់ឥឡូវយើងដល់កន្លែង teaching block របស់យើងចឹងនៅក្នុងនេះមានអគារច្រើនទៀត teaching block 2គេអត់ដឹងថាគេ design បែបម៉េចទេតែគេធ្វើបែបដាច់ពីគ្នាអីហ្នឹង